បាទសួស្តីសាស្ត្រានុសិស្សអ្នកគ្នាថ្ងៃនេះយើងមករៀនធ្វើលំហាត់យើងធ្វើលំហាត់នៅក្នុងថ្នាក់ទី9មេរៀនទី2សម្រាប់ម៉ាត់ណាហើយចូលដល់ម៉ាត់ទី2គេថាតេស្ត1មាន20សំណួរនារីធ្វើត្រូវបាន17សំណួរក៏យើងរកភាគរយនៃសំណួរដែលធ្វើត្រូវបាទអញ្ចឹងកុំឲ្យខាត់ពេលយើងទៅមើលចម្លើយយើងដាក់មកបាទចម្លើយបាទយើងដាក់មកលេខ2គេសួររកអ្វីយើងសេនឹងមកយើងថារកភាគរយនៃសំណួរដែលធ្វើត្រូវបាទដាក់មករកភាគរយនៃសំណួរដែលធ្វើត្រូវបាទអញ្ចឹងយើងមើលបំរាប់យើងគេប្រាប់ឲ្យខ្លះបំរាប់បាទតាមបំរាប់គឺជាអ្វីដែលគេប្រាប់បាទតាមបំរាប់តែមានប៉ុន្មានសំណួរយើងប្រាប់គេតែមាន20សំណួរបាទនេះដាក់បំរាប់អូបតមកណាតែមាន20សំណួរបាទសំណួរបាទហើយនារីធ្វើត្រូវបានអូខេហើយនារីធ្វើត្រូវបានបាទ17សំណួរបាទ17សំណួរបាទអញ្ចឹងយើងមើលភាគរយអញ្ចឹងគេបានគេបានភាគរយនៃសំណួរដែលធ្វើត្រូវភាគរយគេបានភាគរយនៃសំណួរដែលធ្វើត្រូវបាទអញ្ចឹងភាគរយនៃសំណួរដែលធ្វើត្រូវគឺយើងបាន17លើ20ហើយយើងគុណហ្នឹងយើងយកមកគុណយើងគិតទៅភាគរយអញ្ចឹងយើងគុណហ្នឹង100%ភាគរយអញ្ចឹងស្មើនេះថាយើងយក17ហ្នឹងបាទយើងយក17យើងយកបច្ច័យនឹង20ណាចែក20មកយើងបាន0.85បាទ0.85យកគុណនឹង100%បាទអញ្ចឹងវាមានន័យថាយើងយកវាមកគុណនឹង100មកគឺវាស្មើ85%ភាគរយបាទតែយើងគិតទៅគឺ85%ណាអញ្ចឹងយើងសន្និដ្ឋានមកដូចនេះភាគរយនៃសំណួរដែលធ្វើត្រូវបាទឆ្លើយមកភាគរយនៃសំណួរបាទសំណួរដែលធ្វើត្រូវគឺ85%អូខេគឺ85%បាទអញ្ចឹងនារីក៏ធ្វើបាន85%ណា